ស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទាក់ទងអំពីនឹងរបៀបនៃការមើល trend line អញ្ចឹង trend line ចែកចេញជា3គឺវាមាន verse line speed line ទី1និង speed line ទី2អញ្ចឹងរបៀបនៃការមើល verse line តើយើងមើល verse line ដើម្បីអីអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាចង់ចូលទិញលក់នៅក្នុងទីផ្សារទាំង cryptocurrency ទាំង forex មាសអីហ្នឹងគឺអ្នកទាំងអស់គ្នាអាចពិចារណាបានអញ្ចឹង trend line វាមាន3វាមាន verse line speed line ទី1និង speed line ទី2អញ្ចឹងអ្វីទៅដែលហៅថាជា verse line ដែលហៅថា verse line មានន័យថាអង្សារបស់វាមិនចោតខ្លាំងអង្សារបស់វាមិនលើសពី30អង្សាគេហៅវាថាជា verse line ដែលហៅថា speed line មានន័យថាអង្សារបស់វាចោតខ្លាំងអញ្ចឹងយើងស្វែងរកថាតើចំណុចណាដែលយើងអាចសម្គាល់វាថាជា verse line នឹងចំណុចទី1អញ្ចឹងយើងប្រើខ្សែ line សម្រាប់គូមកអ្នកទាំងអស់គ្នាយើងគូពីកន្លែង low យើងគូពីកន្លែងដែល low ទាបជាងគេនេះក្នុង trend មួយនេះយើងគូពីកន្លែង low មួយនេះមកយើងគូពីកន្លែង low មួយនេះយើងទាញវាឲ្យចំចំណុចប្រសពគ្នាការដែលយើងគូមិនចាំបាច់តតែយើងគូឲ្យវាត្រូវគ្នាច្រើនការចំណុចណាដែលប្រសពច្រើនគឺជាចំណុចដែលរឹងមាំជាចំណុចដែលល្អអ្នកទាំងអស់គ្នាមិនគូរហូតដល់ត្រូវតែបែកអត់ទេអ្នកទាំងអស់គ្នាចំណុចណាដែលប្រសពច្រើនគឺជាចំណុចដែលល្អអញ្ចឹងឃើញទេអានេះយើងសម្គាល់ដឹងថាម៉េចបានគេយើងហៅវាថាជា verse line បានអញ្ចឹងយើងប្រើយើងផ្សារខ្សែ trend មួយនេះយើងប្រើខ្សែ trend នេះសម្រាប់វាស់អង្សាអញ្ចឹងយើងមើលមើលតើអង្សាវាចោតខ្លាំងទេអញ្ចឹងអត់ទេត្រឹមតែ19អង្សាទេអញ្ចឹងមានន័យថាវាជា speed line កាលណាដែលអង្សាវាមិនលើសពី30គឺយើងអាចសម្គាល់វាថាជា speed line បានជា verse line បានអត់ទោះអញ្ចឹងអាហ្នឹងយើងបានខ្សែ verse line មួយអញ្ចឹងយើងត្រូវដឹងបែបណាថាយើងចង់បានខ្សែ verse line ដើម្បីអីងាយស្រួលពេលដែលអ្នកទាំងអស់គ្នាចូលទៅទិញឬក៏ចូលទៅលក់អ្នកទាំងអស់គ្នាងាយស្រួលឧទាហរណ៍តាអ្នកទាំងអស់គ្នានៅកំពុងនៅ up trend បែបនេះអានេះខ្សែ up trend ណានេះក្នុងមួយ cycle មួយនេះគេហៅថា up trend អញ្ចឹងភាសា AMC ក្នុងចំណុចនេះគេហៅវាថាជា chain of character អានេះកន្លែងចំណុចមួយនេះគេហៅវាថាជា chain of character មានន័យថាវាបានន័យថាពេលដែលវាធ្វើ chain of character បែបនេះមានន័យថាការផ្លាស់ប្ដូរ trend អញ្ចឹងចំណុចដែលធ្វើឲ្យយើងដឹងខ្លួនលឿនគឺយើងគូខ្សែ verse line បែបនេះមកគឺយើងដឹងខ្លួនលឿនថាអញ្ចឹង trend នេះវាបានជាប់ហើយពេលណាដែលវាបរិយខ្សែ verse line បែបនេះមានន័យថាវាជាប់ trend មួយនេះហើយអញ្ចឹងបានដូចខ្ញុំបញ្ជាក់ខាងដើមមិញថាដែលហៅថា verse line បានអង្សារបស់វាមិនលើសពី30អង្សាបាទមិនលើសពី30អង្សាអញ្ចឹងយើងបាន verse line មួយហើយអញ្ចឹងបន្ទាប់មកយើងទី2 speed line អញ្ចឹងតែយើងត្រូវធ្វើមិនបានយើងដឹងថានឹងជា speed line អញ្ចឹងមានន័យថានេះយើងគូខ្សែយើងគូខ្សែ line មួយមកអ្នកទាំងអស់គ្នាយើងគូខ្សែ line បែបនេះឃើញទេទាំងអស់គ្នាហើយជាងយើងប្រើ trend មួយនេះដដែលយើងប្រើសម្រាប់យើងគូមើលតើអង្សាវាចោលខ្លាំងទេមានន័យថាអង្សាវាឡើង46អង្សាអញ្ចឹងមានន័យថាវាជា speed line អញ្ចឹង trend អ្វីក៏ដោយដែលរត់ដោយ verse line គឺជា trend ដែលរឹងមាំវាងាយនឹងបរិយណាអ្នកទាំងអស់គ្នាពេលដែលវារត់ដោយខ្សែ verse line មួយនេះខ្សែមួយនេះតែខ្ញុំគូដំបូងនេះអញ្ចឹង trend អ្វីក៏ដោយដែលរត់ដោយ speed line ជា trend អត់រឹងមាំទេគេហៅវាថាជា trend high risk ជា trend អត់រឹងមាំអញ្ចឹងពេលដែលយើងស្គាល់អំពីខ្សែនេះមានន័យថាធ្វើឲ្យយើងដឹងខ្លួនលឿនហើយយើងកំពុងលេងនៅក្នុង cycle មួយហ្នឹងតើយើងលេងនៅក្នុង trend អីទី1យើងគូដូចខ្ញុំប្រាប់របៀបគូហ្នឹងទៅអាហ្នឹងគេហៅវាថាជា speed line
chẳng bay để dân châu từ lên được không cycle mới nắng dân đăng thọ chỉ speed line bay na để về dân cục xài máu bay na để về break cứ dân mình cù châu thì thế này tao nên bay na để break phụ ấy train na để rút đôi speed line cái hàng về thay chỉ train hay risk chỉ train ở đằng mỏm về nghe nhưng break cái khơi như tao nên lang mình tích break tay này tao nên mơ train mình đi ô thon này tao nên châu châu bài toàn chấm luận đi vì lang tao ban phần đi trong tao bị chọc máu dân về nghe thôi dân đừng luôn thà trend mình đi việc nghe nâng break tê khởi những việc đợt sai speed line over line tại bật speed line khởi những là mình tích break chẳng là speed line thì mùi speed line thì phí mình khó như thế nó nên việc cháu khăn đôi khi tới nhỉ khởi những vì là anh ta để on sai chọn bạn nhỉ khởi viên nghe nâng break cái speed line thì mùi speed line thì phí chẳng viên nghe về đôi thực kia đấy còn là tha ca cầm nọt lơ lơ trend vì miền trend line miền bảy vì miền verse line speed line thì mùi speed line thì phí chẳng speed line trong break pana break từ tại ham break verse line đại khái Canadaได้ break verse line មានន័យថា trend នឹងគឺជាប់ trend មានន័យថាក្នុង trend មួយណាក៏វាមាន trend line ផ្ទាល់ខ្លួនដែរអញ្ចឹងចំណុចនេះវាមានមួយ trend បើនៅក្នុងភាសាមួយទៀតគេហៅថា sub web ឬក៏ main web អីចឹងអាហ្នឹងវាជ្រៅទៅក្នុងទៀតតែនេះខ្ញុំគ្រាន់តែបញ្យល់អំពីរបៀបនៃការមើលខ្សែ trend line verse line និង speed line ទេឲ្យបងប្អូនថ្មីដែលគាត់ចាប់ផ្ដើមហ្នឹងគឺគាត់រៀនស្វែងយល់អញ្ចឹងវាធ្វើឲ្យយើងងាយដឹងខ្លួនក្នុងការចេញក្នុងការចូលរបស់យើងក្នុងការបាយក្នុងការ sell យើងមាន set up មួយសម្រាប់ខ្លួនឯងយើងមិនចេះតែឃើញបកគោលពោ Q បែបនេះយើងចូលគាត់ថាឡើងហើយចូលបាយដល់ពេលវាមកដល់ខ្សែមួយនេះយើងគិតថាវាឡើងទៅទៀតហើយតាមពិតពេលខ្លះជាការសម្រាករបស់ trend នេះអ្នកទាំងអស់គ្នា trend អ្វីក៏ដោយវាតែងតែមានការសម្រាករបស់វាឧទាហរណ៍ថាដូចខ្ញុំតែងប្រាប់នៅវីដេអូមុនអញ្ចឹងតែងប្រាប់ថា trend អីក៏ដោយវាតែងតែមាន trend line ផ្ទាល់ខ្លួនរបស់វាជានិច្ចទី trend មួយនេះអញ្ចឹងវាជាប់ពេលដែលវាជាប់គឺវាសម្រាកអញ្ចឹងការដែលអ្នកទាំងអស់គ្នាដឹងថានេះវាពង break ខ្សែ verse line ហើយអញ្ចឹង trend ហ្នឹងវាជាប់អញ្ចឹងឧទាហរណ៍អ្នកទាំងអស់គ្នាចង់ចូល sell អញ្ចឹងយើងប្រើ Fibo នេះមក Fibo retracement នេះមកយើងប្រើយើងចាប់ពីតម្លៃដែលតម្លៃ discount របស់វាយើងទាញក្នុងចុងកពូលមួយនេះមកយើងទាញមក low ចាស់របស់វានេះ low មួយនេះយើងទាញមកឃើញទេបងប្អូនអានេះជាការសម្រាប់របស់ trend ណាពេលណាដែលវាចោះមកធ្វើឲ្យខូចទ្រង់ទ្រាយគេហៅធ្វើឲ្យខូចដាវហើយវាឡើងទៅ retest គេហៅថាទៅទទួល order នេះចំណុចនេះហើយជាចំណុចដែលយើងគូចូលបងប្អូនគ្នាជាចំណុចដែលយើងគូចូលពេលណាដែលយើងបដិញ trend line បែបនេះបានអ្នកទាំងអស់គ្នាចូលហានិភ័យអ្នកទាំងអស់គ្នាក៏ទៀបដែរឧទាហរណ៍ថានេះតម្លៃ discount មិនយើងទាំងអស់គ្នាចូលប៉ុណ្ណេះហើយតម្លៃ discount យើងដាក់ SL នៅត្រង់ចំណុចនេះអញ្ចឹងឃើញ SL វាតូចពេលណាដែលយើងដឹងអំពី trend ទៅយើងចូលទី1ហានិភ័យរបស់យើងក៏វាតិចតាមនឹងដែរពេលណាដែលយើងចូលគាត់ថាវាឡើងជ្រៅវាឡើងខ្ពស់ហើយយើងគិតតែពីចូលអាហ្នឹងជាហានិភ័យសម្រាប់បងប្អូនគ្នាអញ្ចឹងខ្ញុំមានវីដេអូមួយនេះគឺចង់ចែករំលែកចំណេះដឹងខ្លះសម្រាប់អ្នកទាំងអស់គ្នាថ្មីមើលទៅជាការកំសាន្តកុំឲ្យពេលដែលយើងចេញចូលដោយប្រើអារម្មណ៍ខ្លាំងពេកវាអាចធ្វើឲ្យយើង FOMO ខ្លាំងវាខាតបង់លុយកាក់ក្នុងការចេញចូលផ្សារអញ្ចឹងវាជាហានិភ័យសម្រាប់ខ្លួនយើងដែរអញ្ចឹងពេលណាដែលយើងស្គាល់អំពីខ្សែ trend line មិនទៅគេហៅថា verse line មិនទៅគេហៅថា speed line អញ្ចឹងទៅយើងងាយស្រួលក្នុងការចេញចូលអ្នកទាំងអស់គ្នាយើងអាចគ្រប់គ្រងហានិភ័យរបស់យើងបានខ្លះពេលដែលយើងអត់ស្គាល់សោះយើងគិតតែពីចូលទី1យើងមានលុយប្រហែលក៏យើងអត់អាចទប់ជាប់ដែរអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូបាយបាយ